Okay, សួស្តីប្រិយមិត្តទាំងអស់គ្នាថ្ងៃនេះគឺជានាទីបកប្រែសារព័ត៌មានពីភាសាអង់គ្លេសទៅភាសាខ្មែរត្បិតថ្ងៃនេះយើងមានតាក់ទងទៅនឹងពេទ្យខាងផ្នែកសុខាភិបាលគឺតាក់ទងនឹង virus អញ្ចឹងយើងចាប់ផ្ដើមមកទៅមកខាងពេលដូចជាចំណងជើងនេះបាននិយាយបានប្រាប់រួចហើយថា deadly Ebola virus could be mutating after thousands of cases អត្ថបទហ្នឹងបកប្រែដោយ Nora McKinnon នៅថ្ងៃទី7ខែសីហាឆ្នាំ2026ហើយប្រភពព័ត៌មានដកស្រង់ពី Metro នៅ MSN Metro ហ្នឹងមានអ្នករិទ្ធនៅអ្នកអាននៅលើទំព័ររបស់គាត់គឺមានប្រហែល1លានកន្លះអ្នកអញ្ចឹងច្រើនគួរសមដែរសិទ្ធិព័ត៌មាននៅក្នុងមានសារព័ត៌មានបណ្ដាញសារព័ត៌មាននៅស្រុកអាមេរិកអញ្ចឹងខ្ញុំจะដកស្រង់ពីនេះមួយពីនោះមួយគ្រប់សារព័ត៌មានអញ្ចឹងណាហ្នឹងហើយអញ្ចឹងបកមកថា deadly Ebola virus ហ្នឹងមានន័យថា virus ឈ្មោះ Ebola ដែលធ្វើឲ្យគ្រោះថ្នាក់ដល់ស្លាប់ deadly នេះប្រែថាអាចគ្រោះថ្នាក់ឲ្យស្លាប់អាច be mutating មានន័យថាចេះពួក virus ក៏ដូចជាមនុស្សយើងដែរគេហៅថាដើម្បីនៅរស់បានវាត្រូវតែចេះសម្របសម្រួលដល់ពេលវាចេះសម្របសម្រួលវារកកន្លែងរស់នៅឆ្នាំវាយល្មមអត់ត្រូវទេអញ្ចឹងវាស៊ាំឆ្នាំអញ្ចឹងគេហៅ mutating ហ្នឹងគ្រោះថ្នាក់ណាគេខ្លាចថាពួក virus ឬក៏ bacteria អីហ្នឹងវា mutate ហ្នឹងហើយតែ mutate ពិបាករកឆ្នាំវាយafter thousands of cases បន្ទាប់ពីគេរកឃើញរាប់ពាន់ករណីណា thousand of cases នេះករណីដូចជំងឺមួយអញ្ចឹងករណីពីករណីអញ្ចឹងណាអញ្ចឹងប្រែសរុបមកថា virus ឈ្មោះ Ebola ដកគ្រោះថ្នាក់មួយដល់ជីវិតអាចមានភាពស៊ាំក្រោយពីមានករណីរាប់ពាន់ក្រោយពីគេរកឃើញមករាប់ពាន់ករណីដែលវិជ្ជមានណាហ្នឹងហើយនេះគឺជាខ្ញុំ take a screenshot ពី website មកនេះនៅអាហ្វ្រិកានេះដូចគេនិយាយចឹងគេថា passenger disembarked from boat were tested for Ebola in Kinshasa after one person was suspected of having the infection yesterday នេះជារូបថតរបស់ Reuters ណាយើងយកឯកសារពីគេយើងត្រូវយោងយើងឲ្យ credit គេព្រោះយើងយកពីគេមកប្រើយើងត្រូវឲ្យ credit គេព្រោះនៅក្នុងសារព័ត៌មានតែយើងអត់ឲ្យ credit ទេយើងខុសហ្នឹងហើយថាយើងថតចម្លងពីគេអញ្ចឹងយើងត្រូវឲ្យ credit គេអញ្ចឹងមានន័យថាអ្នកធ្វើដំណើរដែលចុះពីលើនោះសាឡាងនោះ disembarking ហ្នឹងមានន័យថាចុះពីបូតឬក៏ទូកពីអីហ្នឹងត្រូវបានគេtest មើលvirus Ebola ហ្នឹងនៅទីក្រុង Kinshasa ហ្នឹងនៅអាហ្វ្រិកាទ្វីបអាហ្វ្រិកាបន្ទាប់ពីមនុស្សម្នាក់ one person was suspected ត្រូវបានគេសង្ស័យថា of having the infection ថាមានប្រហែលជាមាន infection ការឆ្លងរោគណាកាលពីម្សិលមិញអូខេតើឥឡូវយើងទៅ first paragraph this could see possible cases being searched from door to door the Africa Center for Disease Control and Preventive said អញ្ចឹងយើងបកខាងមុនថាមជ្ឈមណ្ឌលប្រឆាំងនឹងជំងឺនឹងប្រឆាំងការពារនិងការគ្រប់គ្រងនៅជំងឺរាតត្បាតរបស់អាហ្វ្រិកាអញ្ចឹង Center នេះមជ្ឈមណ្ឌលអាហ្វ្រិកានេះគឺទ្វីបអាហ្វ្រិកា prevention ហើយ control នេះមាន prevention ការពារ control នេះការគ្រប់គ្រង disease នេះជំងឺអញ្ចឹងមានន័យថាមជ្ឈមណ្ឌលការពារនិងគ្រប់គ្រងខាងផ្នែកជំងឺនៅអាហ្វ្រិកាហ្នឹងបានមានប្រសាសន៍ថារឿងនេះអាចគេឃើញថាមានលទ្ធភាពករណីជាច្រើនដែលកំពុងតែ being searched នេះគេប្រើគេហៅpassive voice but continuous tense អញ្ចឹងវាទៅជា verb to be ហ្នឹង ing ហើយយើងដឹងហើយpassive voice គឺប្រើto be plus participle អញ្ចឹងដល់ពេលនេះ being នេះមានន័យថាកំពុងត្រូវបានគេរក search រកពីផ្ទះមួយទៅផ្ទះមួយ door to door មានន័យថាពីទ្វារមួយទៅទ្វារមួយណាអញ្ចឹងណា
មានន័យថារឿងហ្នឹងវាផ្ទុះខ្លាំងមែនតើ Ebola virus ហ្នឹង very deadly ដូចគេនិយាយដូចចំណងជើងហ្នឹងចឹង The latest spread caused by body Bundibugyo variant of Ebola was declared an outbreak in mid-May, but it may have been looming around since January. អញ្ចឹងបើយើងនិយាយមកថា spread នេះមានថារៀលដាលអញ្ចឹងមានថាជំងឺនេះការរៀលដាលថ្មីនេះ latest ថ្មីការរៀលដាលថ្មីនេះត្រូវបានកើតឡើងដោយសារនេះជាមូលហេតុគឺដោយសារមូលហេតុនៃពួក virus Ebola ហ្នឹងតែក្រុមមួយ variant នេះវាមានក្រុមវាព្រោះ virus នេះវាមានក្រុមវាដែរគឺក្រុម The Bundibugyo អញ្ចឹងអាចថាក្រុមហ្នឹងគេរកឃើញនៅម្ដុំតំបន់ណាអញ្ចឹងគេដាក់ឈ្មោះអញ្ចឹងណាព្រោះអក្សរធំនេះហ្នឹងណា was declared ត្រូវបានគេប្រកាសថា an outbreak ហ្នឹងមានតែផ្ទុះការឆ្លងខ្លាំងមែនតើ outbreak ហ្នឹងគេខ្លាចណាស់ពិសេសពេលផ្ទុះដូចយើងការជំនាន់ COVID នេះគេ outbreak ហើយប្រកាសថាផ្ទុះឡើងនៅពាក់កណ្ដាលខែ5ខែមេប៉ុន្តែ it might have been looming around since January អញ្ចឹងអ្វីដែលគេប្រកាសហ្នឹងថានៅពាក់កណ្ដាលខែមេប៉ុន្តែអញ្ចឹងត្រូវចាំណា but នេះមានន័យថាប៉ុន្តែពាក្យប៉ុន្តែអ្វីដែលយើងនិយាយពីមុនមកគឺម្ចាស់នៃអញ្ចឹងបើអាសិនឋានដំបូងនិយាយ positive after but គឺ negative បើពីមុនមកនិយាយ negative គេថា but អាក្រោយមកគឺនិយាយ positive អញ្ចឹង but នេះគឺជា contrary អាសិនឋានឬក៏ meaning អញ្ចឹងគេថារឿងហ្នឹងមិនមែនកើតនៅមេទេប៉ុន្តែវាអាចមានតាំងពី around តាំងពីខែមករាមកម្លេះអញ្ចឹងបានគេថាគេរកឃើញ outbreak ហ្នឹងនៅពាក់កណ្ដាលខែ5ប៉ុន្តែអ្នកខ្លះសន្និដ្ឋានថា may have been អញ្ចឹងអាពាក្យនេះគឺជាពាក្យសន្និដ្ឋានអាចពិតអាចមិនពិត but may have been looming មានន័យថាវាកើតមានឡើងតាំងពី around January មកហើយរហូតមកដល់ហើយអញ្ចឹងអានេះគេប្រើ verb នេះគេហៅថា verb perfect continuous tense perfect continuous tense ហ្នឹងមានថា verb to be ដល់ continuous tense វា to be plus verb ing អញ្ចឹងដោយសារនៅក្រោយមេនេះគេប្រើ infinitive អញ្ចឹង have been looming around since January so ខ្ញុំរំលឹក grammar តិចបើខ្ញុំជឿថាមកតែអានតែមកដល់កសែតហើយយល់ច្រើនហើយខ្ញុំគាត់រំលឹកតិចទេហើយបើសិនជានៅមិនទាន់យល់អស់ហ្នឹងទេយើងត្រឡប់ទៅរៀនមើលវេយ្យាករណ៍នៅទៅ Google search អីគេអាចបរៀនថែមទៀតអញ្ចឹងណាហ្នឹងហើយwith the majority of deaths in the city of Ituri occurring outside of medical facilities officials suspect a large number of transmissions are untracked អញ្ចឹងគេនិយាយថាmajority នោះភាគច្រើនណាគេថាភាគច្រើននៃការស្លាប់អញ្ចឹងជាមួយភាគច្រើននៃការស្លាប់ the majority of death នេះការស្លាប់ជានាមជា verb ថា die ជាគុណនាមគេថា death ចឹងក៏ deadly អញ្ចឹងគេថាភាគច្រើននៃការស្លាប់នេះគឺនៅក្នុងទីក្រុងនៃទូរីនៅក្នុងអ៊ីទូរីអញ្ចឹងឈ្មោះទីក្រុងគេនៅអាហ្វ្រិកាអាហ្នឹងរបៀបដែលយើងឈ្មោះទីក្រុងភ្នំពេញទីក្រុងកំពង់សោមអីចឹងណានេះអ៊ីទូរីគឺជាក្រុងមួយដែលមានភាគច្រើនអ្នកស្លាប់នៅទីហ្នឹងដោយសារ Ebola virus ហ្នឹង occurring ហ្នឹងកើតមានឡើងមកពាក្យ occur អញ្ចឹង occurring នេះកើតមានឡើងនៅខាងក្រៅកន្លែងពេទ្យ facility នេះដូចកន្លែងទទួលពុំ medical នេះតាក់ទងនឹងពេទ្យអញ្ចឹង facility នេះគេថាដូចកន្លែងដូចមន្ទីរពេទ្យអញ្ចឹងមិនដែលកើតឡើងនៅក្រៅពេទ្យហ្នឹងហើយ officials មន្ត្រីអ្នកមុខនៃការជាច្រើនសង្ស័យថា suspect នេះសង្ស័យជាកិរិយាសព្ទអញ្ចឹងមន្ត្រីជាច្រើនសង្ស័យថា a large number of transmission are untracked អញ្ចឹងមន្ត្រីជាច្រើនសង្ស័យថាចំនួនការឆ្លង transmissions នេះឆ្លងពីមួយទៅមួយហ្នឹងហើយអញ្ចឹងគេថាគេសង្ស័យថាចំនួនដែលឆ្លងដ៏ច្រើនមួយ large នេះច្រើនមួយមិនត្រូវបានគេកត់ត្រាទុកទេ track មានន័យថាយើងតាមដានដល់ untrack មានន័យថាអត់ត្រូវបានគេតាមដានមានន័យថាវាអាចជំងឺនឹង
ច្រើនហើយគេអត់ដឹងអញ្ចឹងមានន័យអញ្ចឹងណាអញ្ច្រាក់ហ្នឹងអត់មានណាយកកត់ត្រាទុកឡើយទេ Dr. Jean Kaseya, the Director General of Africa CDC, said yesterday that plans were discussed for studies to check if there is no additional issue or maybe if the virus is not mutating. ចឹងយើងបកតំណងសិនថា Dr. Jean Kaseya គាត់នឹងជានរណាមក clear នេះចាប់ពី Director General of the Africa CDC ហ្នឹងបកគេហៅ up position ហ្នឹងបញ្យល់ថា Dr. Jean Kaseya នេះជានរណាអញ្ចឹងគេបញ្យល់មក clear ប៉ុណ្ណឹងឃើញគេដាក់ premium comma មួយហើយ comma នេះមានន័យគាត់នឹងជា Director General ហ្នឹងដូចថាមេដឹកនាំធំមួយនៅមជ្ឈមណ្ឌល CDC នេះមានន័យថា Center for Disease Control មជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅអាហ្វ្រិកាបានមានប្រសាសន៍ថា Dr. ហ្នឹងបានមានប្រសាសន៍ថាម្សិលមិញ yesterday ថា plan មានតែគម្រោងជាច្រើនកំពុងត្រូវបានគេពិភាក្សានេះប្រើជា passive voice ណា passive voice នេះគឺនិយាយថា plan គម្រោងស្អីគេត្រូវបានគេពិភាក្សាយើងដឹងហើយ passive voice to be plus participle ឬនឹងកាលអតីតកាលអញ្ចឹង verb to be តែជា verb for study ត្រូវបានគេពិភាក្សាដើម្បីសិក្សាមើលដើម្បីពិនិត្យមើល to check នេះថាពិនិត្យមើលថាតើនេះគេដាក់ក្នុងវងចងជាសម្ដីរបស់ Doctor ហ្នឹងថាតើ there is no additional issue or maybe if the virus is not mutating អញ្ចឹងមានន័យថា Doctor ហ្នឹងគេនិយាយថាម្សិលមិញហ្នឹងមានគម្រោងជាច្រើនដែលនឹងត្រូវបានពិភាក្សាសម្រាប់ការសិក្សាដើម្បីពិនិត្យមើលថាតើមាននឹងមានអីនេះមានបញ្ហាអីផ្សេងបន្ថែមទៀតឬទេ no additional ថាតើឬมันមានបញ្ហាផ្សេងទៀតទេឬក៏ maybe នេះប្រែមកប្រហែលគេទៅសេមកពាក្យហ្មងអត់មានដកឃ្លាណាពាក្យ maybe នេះប្រែថាប្រហែលឬក៏ប្រហែលជាតើ virus ហ្នឹង is not mutating អញ្ចឹងគេថាឬក៏ virus ហ្នឹងពួក virus ហ្នឹងវាប្រហែលជាអត់ mutating ខ្ញុំបញ្យល់មិញហើយគឺវាស៊ាំគេខ្លាចឲ្យវាស៊ាំបើវាអត់ mutating អាហ្នឹងគត់ពេលយើងប្រើថ្នាំទៅវាត្រូវណាហ្នឹងហើយខ្ញុំមាន background កាលនៅស្រុកខ្មែរខ្ញុំទៅរៀននៅមហាវិទ្យាល័យវិទ្យាសាស្ត្រឱសថសាស្ត្រនិងសាស្ត្រនៅចិត្តរាតែភ្លើងអញ្ចឹងខ្ញុំយល់រឿងអស់តាក់ទងនឹងបញ្ហាសុខភាពរឿងបែបហ្នឹងពួកខ្ញុំទៅរៀនក្នុង6ឆ្នាំbecause អញ្ចឹងតទៀតហើយអញ្ចឹងDr. ហ្នឹងវាមានប្រសាសន៍តទៀតហ្នឹងជាសម្ដីគាត់កាលណា put the quote គឺជាសម្ដីរបស់គាត់អញ្ចឹងគាត់ក៏មានប្រសាសន៍ទៀតថា because the level of the severity of this Bundibugyo outbreak is unprecedented ពីព្រោះតែ level of severity នេះមានន័យថាការគ្រោះថ្នាក់កម្រិតគ្រោះថ្នាក់នេះវាឡើងខ្ពស់ level ហ្នឹងមានន័យដូចយើងថ្នាក់ទី1ថ្នាក់ទី2ថ្នាក់ទី3បើថា severity នេះភាគធ្ងន់ធ្ងរកម្រិតនេះអញ្ចឹងគេថា level ពីព្រោះតែកម្រិតនៃការគ្រោះថ្នាក់នៃការផ្ទុះឡើងBundibugyo នេះគឺជាក្រុមពួក virus ហ្នឹងវាមានចេញពីប្រភពណាមកហ្នឹងហើយis unprecedented មានន័យថា outbreak ហ្នឹងគឺមិនដែលមានពីមុនមក precedented មានន័យថាមានពីមុនដល់ unprecedented ដែលមិនមានមានពីមុនមកអញ្ចឹងបកទៅថា Dr. Jean Kaseya គឺប្រធានខាងផ្នែកមជ្ឈមណ្ឌលគ្រប់គ្រងជំងឺនៅអាហ្វ្រិកាហ្នឹងបានមានប្រសាសន៍ថាម្សិលមិញហ្នឹងថាគម្រោងជាច្រើនត្រូវបានពិភាក្សាដើម្បីសិក្សាក៏ដើម្បីត្រួតពិនិត្យមើលថាតើមានបញ្ហាអីផ្សេងទៀតឬអត់ឬក៏ប្រហែលជាថាតើ virus ហ្នឹងវាស៊ាំឬក៏អត់ឬក៏មកពី because the level កម្រិតនៃគ្រោះថ្នាក់ហ្នឹងនៃ virus នៃការផ្ទុះឡើងហ្នឹង outbreak ហ្នឹងវា
មិនដែលមានធ្លាប់មានប៉ុណ្ណឹងមកគាត់មានប្រសាសន៍ថាអញ្ចឹងគាត់បន្តទៀតថា Dr. Kaseya admitted that contact tracing in the country was insufficient as only around 10 contacts were identified for every Ebola patient. Usually the expected number is around 40. អញ្ចឹង Dr. Kaseya ហ្នឹងបានទទួលស្គាល់ថា admitted that មកពី admitted ហ្នឹងបើអ្នកជំងឺវិញគេថាយកចូលមន្ទីរពេទ្យបើក្នុងន័យនេះគេនិយាយថាបានទទួលស្គាល់ថាcontact tracing នៅក្នុងជំងឺឆ្លងណាគឺគេតាមដានបើដឹងតែពីណាមាន infection មានឆ្លងហើយគេតាមសួររកថាតើអ្នកឯងជួបពីណាខ្លះអញ្ចឹងណាហើយដល់ពេលជួប5នាក់អញ្ចឹងគេទៅតាម5នាក់ទៀតទៅតាមអ្នក5នាក់ហ្នឹងហើយគេទៅសួរអ្នក5នាក់ហ្នឹងមានជួបពីណាទៀតអញ្ចឹងវាដេញតដើម្បីទៅរកប្រភពគ្រប់គ្រងឆ្លងជំងឺឆ្លងហ្នឹងកុំឲ្យវារាតត្បាតខ្លាំងអញ្ចឹងណាយល់ហើយអញ្ចឹងមានន័យថាក្នុងនេះគាត់បានទទួលសារភាពថាការតាមដាននៃអ្នកដែលឆ្លងហ្នឹងតាក់ទងគ្នាហ្នឹងនៅក្នុងប្រទេសហ្នឹងមិនគ្រប់គ្រាន់ទេ was insufficient sufficient ប្រែថាគ្រប់ insufficient ថាមិនគ្រប់គ្រាន់ទេដោយសារតែ only around 10 contacts were identified for every Ebola patient ចឹងEbola patient មានថាអ្នកជំងឺដែលឆ្លង Ebola អញ្ចឹងគាត់ថាអត់គ្រប់គ្រាន់ដោយសារអញ្ចឹងព្រោះ only 10អ្នកទេត្រូវបានគេវែកមុខរកវាតាមដានអញ្ចឹងណាសម្រាប់អ្នកជំងឺ Ebola ម្នាក់ហើយបើជាទូទៅចំនួននេះត្រូវគេរំពឹងទុក expected នេះថារំពឹងទុក number នេះជាចំនួនអញ្ចឹងចំនួនដែលត្រូវគេរំពឹងទុកគឺ around 40មានន័យថាចំនួនក្នុងប្រមាណជា40 around នេះមានន័យថាប្រមាណជា40នាក់អញ្ចឹងតាមផ្លូវក្បួនពេទ្យគេថាបើមានអ្នកជំងឺម្នាក់ឆ្លងគេតាមរកឲ្យគ្រប់បាន40នាក់ប៉ុន្តែនៅនេះធ្វើបានតែ10នាក់អញ្ចឹងបានគេថា insufficient ហ្នឹងដែលប្រព័ន្ធព័ត៌មានហ្នឹងអញ្ចឹងមានន័យថានៅមានអ្នកឆ្លងដទៃទៀតដែលគេអត់ដឹងហើយអ្នកហ្នឹងដែលទៅជួបអ្នកដទៃទៀតវា outbreak ដោយសារថាអ្នកដែលមានជំងឺមានមេរោគនៅក្នុងខ្លួនហើយគេតាមដានបានគ្រប់គ្រាន់ហើយចេះតែអូមកឥឡូវស្រាប់ថាឧទាហរណ៍ថាបើយើងនៅស្រុកយើងវិញមានអ្នកជំងឺឆ្លង Ebola ហ្នឹង10នាក់គេតាមដានបានថាម្នាក់បានតែ10នាក់ចុះនៅអ្នកដទៃទៀតដែលតាក់ទងម្នាក់10នាក់ហ្នឹងហើយអ្នក10នាក់ហ្នឹងឆ្លងធ្វើដំណើរទៅកំពង់ចាមទៅស្វាយរៀងអញ្ចឹងវាទៅឆ្លងនៅក្នុងទៀត outbreak អញ្ចឹងឲ្យយល់ពីរបៀបការងារដែលពេទ្យគេធ្វើហ្នឹងណា Plans are being drafted to send health worker I think this misspell worker from door to door as part of the ramp-up effort that will see a shift from contact tracing to active case search. Africa CDC Dr. Wessam Mangkula said អញ្ចឹងមានន័យថា Dr. Wessam Mangkula នេះដែលធ្វើការនៅមជ្ឈមណ្ឌលក្រងខាងផ្នែកជំងឺនៅអាហ្វ្រិកាហ្នឹងបានមានប្រសាសន៍ថាមានផែនការជាច្រើនដែលកំពុងតែត្រូវពង្រៀងនេះគេត្រូវទៀតហើយ passive voice ហើយ present passive voice អាហ្នឹងអញ្ចឹងប្រែមកថាកម្រងជាច្រើនដែលកំពុងត្រូវបានគេពង្រៀង drafted ហ្នឹងធ្វើព្រៀងដូចព្រៀងហ្នឹងហើយ to send health workers កន្លែងនេះត្រូវលុបអាយចេញ misspell អញ្ចឹងចេះបានត្រូវមានន័យថាមានផែនការដែលកំពុងត្រូវបានគេពង្រៀងទុកដើម្បីបញ្ជូនក្រុមការងារខាងផ្នែកសុខាភិបាលពីផ្ទះមួយទៅផ្ទះមួយដោយសារតែ part of the ramp up effort ដោយសារតែផ្នែកនៃការeffort នេះមានថាខាត់ខំប្រឹងប្រែងហ្នឹងមិនធ្វើ ramp up ហ្នឹងមានថាខំប្រឹងប្រែងធ្វើឲ្យខ្លាំងធ្វើឲ្យលឿន ramp up នឹងថា ramp up pressure វិញសម្ពាធយ៉ាងខ្លាំងដល់ ramp up effort មានថាការងារហ្នឹងត្រូវធ្វើឲ្យលឿនបន្តិច
ដែល will see the shift ដែលនឹងឃើញមានការ shift នឹងមានការប្រែប្រួល from contact tracing to active case search មានន័យថាឲ្យមានការប្រែប្រួល shifting ពីការតាមដាននៃអ្នកដែលឆ្លងហ្នឹងទៅជា active case search ទៅជារកមើលជំងឺដែលឆ្លងភ្លាមហ្មងអញ្ចឹងនេះជាការងាររបស់ក្រមសុខាភិបាលទេហ្នឹងឯដែលលោកនឹងគាត់មានប្រសាសន៍អញ្ចឹងហ្នឹងហើយ While there is no vaccine yet against the infection caused by the Bundibugyo strain, experts are hopeful a different jab against Ebola could lessen the disease and curb death after positive data. អញ្ចឹងគេថាគណៈពេលដែល there is no vaccine yet មានន័យថានៅពេលដែលមិនទាន់មានវ៉ាក់សាំងនៅឡើយណា while there is no vaccine yet នៅពេលដែលមិនមានវ៉ាក់សាំងនៅឡើយដើម្បីទប់ទល់ប្រឆាំង against បែរមកថាប្រឆាំងទៅនឹងការឆ្លង infection នឹងការឆ្លងរោគហ្នឹងហើយ cause by ពាក្យ cause by ប្រែមកដែលត្រូវធ្វើឡើងដោយឬក៏បង្កឡើងដោយហ្នឹងបកចំនោះបង្កឡើងពួក cause ហ្នឹងជាមូលហេតុដែលធ្វើឲ្យឆ្លងហ្នឹងដែលបង្កឡើងដោយក្រុមមេរោគនេះ strain ហ្នឹងមានន័យថា virus ដែលខ្ញុំបញ្យល់មកអញ្ចឹងវាមានក្រុមវាណាវាមានក្រុម A B C D អញ្ចឹងទៅក្រុម strain នេះគឺ strain ដែលគេរកឃើញហ្នឹងមកពី Bundibugyo អញ្ចឹងជាឈ្មោះតំបន់ព្រោះវា outbreak នៅណាគេឈ្មោះនៅកន្លែងហ្នឹង expert អ្នកជំនាញ are hopeful បានមានសេចក្តីសង្ឃឹមa different jab again a different jab នេះមានន័យថាអ្នកជំនាញនឹងកំពុងសង្ឃឹមថាអាចមានដូចថាអាចមានថ្នាំអីដែលផ្សេងទៀត different នេះផ្សេងទៀត against ដែលប្រឆាំងទប់ទល់ប្រឆាំងនឹង Ebola could lessen ហ្នឹងធ្វើឲ្យធូរស្រាលមកវាធ្ងន់ធ្ងរហ្នឹងហើយធ្ងន់ធ្ងរគេហៅ worsen ដល់ lesson មានន័យធ្វើឲ្យធូរស្រាលនៃជំងឺ disease pronoun disease និងជំងឺ and curb នឹងទប់ស្កាត់ curb death មានន័យទប់ស្កាត់ការស្លាប់ death នេះការស្លាប់ទាំងឡាយដោយសារមានអីយើងប្រែថាទាំងឡាយដើម្បីទប់ស្កាត់ការស្លាប់ទាំងឡាយ after positive data បន្ទាប់ពីទិន្នន័យជាវិជ្ជមានមួយ northwestern provinces and districts of DRC near the border with Uganda have become hotspot during the outbreak នឹងបកតំណងសិនគេថានៅតំបន់ north ហ្នឹងខាងជើង west ហ្នឹងគឺខាងលិចអញ្ចឹងចន្លោះជើងខាងលិចយើងហៅស្អីគេយើងហៅគេយប់ហ្នឹងហើយអញ្ចឹងន័យថានៅតំបន់ខាងជើងនិងខាងលិចខេត្តដែលនៅតំបន់ខេត្តទាំងឡាយ provinces នេះដោយសារមានអីជាយើងបកនាមមុនខេត្តទាំងឡាយដែលនៅភាគខាងជើងហើយនឹងខាងលិចយើងហៅថាពាយ័ព្យហើយនឹងស្រុកមួយចំនួន district ហ្នឹងប្រហែលមកថាស្រុកដោយសារមានអីចឹងស្រុកមួយចំនួននៃប្រទេស Democratic Republic of Congo គឺជាប្រទេសសាធារណរដ្ឋ Congo ហ្នឹងបែរព្រំដែនជាមួយនឹងប្រទេស Uganda have become hotspot បានคล้ายជាតំបន់ដ៏ក្តៅកគុក hotspot នឹងតំបន់ក្តៅនឹងកន្លងមានកន្លែងឆ្លងខ្លាំងណា during the outbreak during នេះមានន័យថាក្នុងកំឡុងពេលដែលផ្ទុះមានន័យឆ្លងខ្លាំងមនុស្សស្លាប់ច្រើនមើលអត់ធន់អញ្ចឹងហ្នឹង efforts to tackle the outbreak have been complicated by ongoing internal conflict and fighting along with a high number of displaced people អញ្ចឹងវាថាការខកប្រឹងប្រែងទាំងឡាយហ្នឹងណាto tackle ហ្នឹងដើម្បីដូចថាមានរឿងអញ្ចឹងយើងទៅធ្វើម៉េចមើលជំងឺហ្នឹងណា tackle ហ្នឹងមិនមែនតែចូលប្រឡូកដើម្បីជួយដោះស្រាយអារឿងជំងឺដែលផ្ទុះឡើងនេះ to tackle the outbreak ហ្នឹងមានន័យថាទៅជួយដោះស្រាយរឿងរាតត្បាតខ្លាំងហ្នឹងណា has been complicated ត្រូវបានមានភាពសាំញ៉ាំឬក៏ចម្រូងចម្រាស complicated នេះមានថាចម្រូងចម្រាសសាំញ៉ាំដោយសារអីដោយសារតែទំនាស់ឬក៏ចំនួន
ដីក្នុងដែលកំពុងកើតមានឡើងអញ្ចឹង ongoing នេះមានន័យថាកំពុងកើតមានឡើង internal ប្រែថាផ្ទៃក្នុង conflict នេះថាចំនួនអញ្ចឹងន័យថាអឺការខិតខំប្រឹងប្រែងទាំងឡាយដើម្បីជួយដោះស្រាយរឿងឆ្លងខ្លាំងហ្នឹងវាប្រឈមមុខនឹងភាពសាំញ៉ាំដោយសារតែចំនួនផ្ទៃក្នុងកំពុងតែកើតមានឡើងហើយនឹងការប្រយុទ្ធគ្នា fighting ហ្នឹងណាទៅតា along with a high number of displaced people ហើយនឹងការវាយប្រហារនៅតាមព្រំដែនហ្នឹងជាមួយដែលមានប្រជាជនដែលអត់មានកន្លែងនៅព្រោះកាលណាតែវាយគ្នាមនុស្សរត់ដោយការជំនាន់យើងថៃឯងខ្មែរវាយគ្នាឃើញអ្នកជនភៀសខ្លួនរត់ពីព្រំដែនមកនៅចូលមកក្នុងនេះអញ្ចឹងនោះក៏អញ្ចឹងដែរមានរឿងទេទាំងនោះក៏មានចំនួនដូចគ្នាដែរហើយចំពេលអាផ្ទុះអេបូឡាទៀតអញ្ចឹងអ្នកដែលខាងសុខាភិបាលចុះទៅផាកលរឿង outbreak ហ្នឹង it's going to be very difficult you know ឥឡូវគេបញ្យល់ថា what is Ebola គេបញ្យល់ថាអ្វីទៅគឺជា Ebola Ebola គឺជា the disease caused by the Ebola virus sometimes known as Ebola hemorrhagic fever is a rare but severe and often fatal illness that can affect human and primates អញ្ចឹងគេថាអ្វីទៅជា Ebola ឥឡូវគេបញ្យល់ Ebola គឺជាជំងឺដែលបង្កឡើងដោយពួក virus មួយដែលឈ្មោះថា Ebola ហើយពេលខ្លះ sometimes ប្រែមកថាពេលខ្លះ known as មានន័យថាត្រូវបានគេស្គាល់ជាជា Ebola ជំងឺគ្រុនfever នេះគ្រុនណាជំងឺគ្រុនក្តៅដោយ Ebola ដែលធ្វើឲ្យមានហូរឈាមអញ្ចឹង Ebola ជាឈ្មោះ virus fever នេះប្រែថាគ្រុនខ្មែរយើងថាគ្រុនឈាមណាតែគ្រុនឈាមដែលបង្កើតឲ្យពួក virus Ebola hemorrhagic ជាប្រែមកថាហូរឈាម is a rare គឺជាជំងឺមួយដោយកម្រប៉ុន្តែធ្ងន់ធ្ងរ severe នឹងធ្ងន់ធ្ងរហើយ often fatal illness ហើយជារឿយៗជាជំងឺដែលធ្វើឲ្យស្លាប់ fatal នេះមានថាធ្វើដល់ជីវិត that can affect human and primate ហើយជំងឺនឹងអាចធ្វើឲ្យប៉ះពាល់មានន័យថា affect នឹងមានធ្វើឲ្យប៉ះពាល់ដល់មនុស្សទាំងឡាយហើយនឹងពួកក្រុមសត្វស្វា primates ហ្នឹងឬក្រុមសត្វស្វាហ្នឹងហើយ It is transmitted to people from wild animals and spreads in the human population through human to human transmission គេថាវាត្រូវបានគេជឿថាការឆ្លងពីមនុស្ស it is transmitted to people មានថាវានឹងត្រូវបានឆ្លងទៅមនុស្សពីសត្វនៅក្នុងព្រៃវ៉ាល់នេះគឺវ៉ាល់ animal គឺទៅសត្វក្នុងព្រៃគឺរបស់ក្នុងព្រៃគេហៅវ៉ាល់ហើយវ៉ាល់អញ្ចឹងមានថាវាឆ្លងទៅមនុស្សតាមមកពីសត្វនៅក្នុងព្រៃហើយឆ្លងរាតត្បាត spread នេះវារីករាលដាលនៅក្នុងhuman population មានថាចំនួនប្រជាជនតាមរយៈ through មានតាមរយៈមនុស្សទៅនឹងមនុស្សឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តែមក transmission នេះឆ្លងពីមួយទៅមួយអញ្ចឹងវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ The average fatality rate is around 50%គេថា fatality rate នេះ rate នេះមានន័យថាអត្រាស្លាប់ fatality នេះមានថាអត្រាស្លាប់ជាមធ្យម average នេះប្រែមកថាជាមធ្យមគឺចំនួនប្រហែល 50% មានន័យថាបើមនុស្សនឹងឆ្លង10នាក់5នាក់ស្លាប់ហើយ Case fatality rate have vary from 25 to 90% in past outbreak គេថាអត្រាស្លាប់នៅករណីដែលគេរកឃើញហ្នឹង have vary គេប្រើ present perfect ទៀតណា verb here គឺ vary ប្រែមកថាប្រែប្រួលអញ្ចឹងមានថាបានប្រែប្រួលពី 25% ទៅ 90% in the past outbreak នៃពីការរាតត្បាតពុះឡើងកាលពីអតីតកាលអញ្ចឹងអតីតកាលបើអត្រាស្លាប់អាចមានពី25ទៅ 90% អញ្ចឹងមានថាបើជំងឺនឹងឆ្លង10នាក់អាច2នាក់កន្លះស្លាប់ឬក៏9នាក់ស្លាប់ហ្នឹងកាលពីអតីតកាលប៉ុន្តែឥឡូវហ្នឹងគេថា 50% outbreak ហ្នឹង
Ebola spread through human transmission via direct contact such as through broken skin or mucous membranes. A person infected with Ebola cannot spread it until they develop symptoms. អូខេឥឡូវគេបញ្យល់ថា Ebola virus ហ្នឹងឆ្លងរាតត្បាតតាមរយៈការឆ្លង transmission នេះប្រហែលមកថាការឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ human to human តាមរយៈវានេះតាមរយៈដែរ direct contact មានន័យថាយើងប៉ះពាល់ផ្ទាល់ដូចថាឥឡូវមានអ្នកជំងឺកើត Ebola ស្រាប់យើងទៅចាប់ដៃដូចយើង shake hand អីចឹងឬក៏យើងប៉ះពាល់រាងកាយគេអាហ្នឹងឆ្លងដែរ such as through broken skin ពេលយើងប៉ះពាល់ទៅដូច skin យើងស្បែកយើង skin នោះស្បែក broken skin មានស្បែកយើងដូចមានដូចយើងមានបាច់អីបន្តិចបន្តួចស្បែកយើងមានដូចថាពងបែកអីយើងញែកទៅវាមានឲ្យតែមាន skin យើងមានបាច់អីបន្តិចបន្តួចឬក៏តាមរយៈមួយ mucous membrane មានតែកន្លែងដែលមានលំងាយដូចជាហ៊ុនច្រមុះយើងគឺយើងហៀសម្បោមកអាហ្នឹង mucous membrane ហើយនឹងផ្លូវដង្ហើមយើងអីហ្នឹងណា A person infected with Ebola គេថាមនុស្សម្នាក់ដែលឆ្លងជាមួយ Ebola មិនអាចរាតត្បាតបានទេណា cannot spread it រហូតទាល់តែមនុស្សទាំងអស់ហ្នឹង develop symptom អញ្ចឹងមានថាអ្នកដែលឆ្លងមនុស្សម្នាក់ដែល infected ដែលឆ្លង infected មានថាឆ្លងមានថាឆ្លងvirus Ebola ហ្នឹងគេថាมันអាចរាតត្បាតគេថាសាយភាយទៅទៀតបានទេ until they develop ក៏តែអ្នកដែលឆ្លងហ្នឹងវាចេញរោគសញ្ញាដូចក្តៅខ្លួនអីហ្នឹងពេលហ្នឹងកាលណាតែប៉ះគ្នាគឺឆ្លងហើយតែបើគ្រាន់មកឆ្លងពីដំបូងអត់ទាន់មាន symptom នេះមានថារោគសញ្ញាអូខេបើអត់មានរោគសញ្ញាទេវាអត់ឆ្លងទេអញ្ចឹងខ្ញុំមានប៉ុណ្្នឹងហើយនេះថ្ងៃនេះគឺយើងនិយាយពីសុខាភិបាលពាក្យថ្មីគឺឃើញមានច្រើនអញ្ចឹងសង្ឃឹមថាម្នាក់អាចរៀនពាក្យថ្មីថែមទៀតហើយមិនខ្វះទេពាក្យឲ្យតែថាមើលអត្ថបទខ្ញុំនឹងរើសគ្រប់មានតែគ្រប់វិស័យដើម្បីឲ្យយើងយល់ពាក្យថ្មីហ្នឹងហើយអញ្ចឹងសូមអរគុណគេជម្រាបលា